សន្ទរផាកទំនេរថាតារាចម្រៀងស្រីនៅ YG មានសេរីភាពតិចជាងតារាប្រុសឆ្ងាយណាស់កាលពីសម័យ 2NE1 ទើបចេញ debut សមាជិកក្រុមចម្រៀងនារី 2NE1 កញ្ញាសន្តារាផាកបានទម្លាយព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលថាតារាចម្រៀងស្រីនៅក្នុងផលិតកម្ម YG Entertainment ទទួលបានសេរីភាពតិចតួចបំផុតបើប្រៀបធៀបទៅនឹងតារាចម្រៀងប្រុសៗកាលពីអំឡុងពេលដែលក្រុម 2NE1 ទើបតែចាប់ផ្ដើមបង្ហាញខ្លួនដំបូងៗនៅក្នុងកិច្ចសម្ភាសន៍នៃកម្មវិធីមួយកញ្ញាសន្តារាបានចែករំលែកថាទោះបីជា 2NE1 មានរូបភាពជាក្រុមចម្រៀងបែប Hip Hop មានភាពជឿជាក់និងស្ទីលប្លែកយ៉ាងណាក៏ដោយប៉ុន្តែសមាជិកក្នុងក្រុមជួបការលំបាកខ្លាំងដោយកម្រត្រូវបានអនុញ្ញាតឲ្យចាក់ចេញពីអន្តេវាសិកដ្ឋានណាកញ្ញាបានបន្ថែមថាសម្បីតែការទៅទិញអីវ៉ាន់នៅហាងទំនិញ24ម៉ោងក៏ពួកគេត្រូវសុំអនុញ្ញាតពីអ្នកគ្រប់គ្រងជាមុនដែរដោយបានបញ្ជាក់ថាក្រុមចម្រៀងប្រុសៗមានសេរីភាពដាស់ហើរប៉ុន្តែសម្រាប់ពួកយើងគឺរស់នៅបានត្រឹមតែនៅក្នុងអន្តេវាសិកដ្ឋានប៉ុណ្ណោះលើពីនេះសន្តារាក៏បានប្រៀបធៀបបរិយាកាសការងាររវាងផលិតកម្ម YG និង SM Entertainment ដែលខ្លួនបានសារភាពថាពិតជាមានចិត្តច្រណែននិងសកម្មភាពរបស់ក្រុមចម្រៀងនារីដូចជា Girl Generation ណាតារាស្រីល្បីឈ្មោះរូបនេះបានបញ្យល់បន្ថែមថាការដែល YG ផ្ដោតខ្លាំងពេកលើភាពឥតខ្ចោះនៃផលិតកម្មតន្ត្រីតែតែបណ្ដាលឲ្យការចេញផ្សាយអាល់ប៊ុមឬបទចម្រៀងថ្មីៗមានការយឺតយ៉ាវដែលជាហេតុធ្វើឲ្យ 2NE1 មានឱកាសឡើងសម្ដែងតិចតួចបំផុតក្នុងមួយឆ្នាំ